បាទវាសួរថ្ងៃហ្នឹងថ្ងៃទី26ខែ4ឆ្នាំ2026បាទយើងកាត់បានល្មមទឹកណាប្រភេទកង់ឡានពង14បងប្អូនណាបាទហើយសាក់ CV អ៊ុយ8តែណាហើយទំហំថ្នាំហ្នឹងគឺ 1.30 គុណនឹង 2.7 បាទប្រភេទលមត្រង់ណាជើងមន្តការអាចមើលបានបាទវាអាចតម្លៃក៏ធូរដែរបាទឥឡូវមុននឹងដឹងតម្លៃលមខ្ញុំថតបាញ់មិញនេះឥឡូវយើងមើលសិនបងណាឥឡូវយើងប្រមូលដីមួយកន្លែងនេះបាននៅខាងអូហោះបាទពីមុនគាត់ដាក់លក់តម្លៃហ្នឹងគឺតម្លៃ20,000បាទហើយក្បាលដីបងប្អូនក្បាលដីនេះវា20ម៉ែត្របាទ20ម៉ែត្របដៅចេះ50ម៉ែត្របងប្អូនណាបាទបដៅ50ម៉ែត្រឥឡូវនេះគាត់លក់តម្លៃធូរទេដោយសារគាត់ប្រញាប់លុយប្រើប្រាស់ឲ្យផ្សេងហើយតម្លៃលបទីប្រាប់ដល់ហើយបាទឥឡូវមើលដីនេះគាត់លក់តម្លៃតែ16,000ទេបងណា6,000គាត់កាត់ប្លង់រកអីមករួចហើយជាប្រភេទដីភូមិណាដីភូមិហើយមានផ្ទះបងប្អូននោះផ្ទះបងប្អូនបានចំពោះជុំវិញទាំងអស់ទៅផ្ទះបាទផ្ទះនោះផ្ទះដែរបាទនោះឃ្លាំងគេឡើងទីជួបងណាហើយកន្លែងនេះគឺមានប្រព័ន្ធភ្លើងបាទប្រព័ន្ធភ្លើងរត់ចូលអស់ហើយអញ្ចឹងបងប្អូនដែលមានតម្រូវការចង់បានដីភូមិក្បាល20ម៉ែត្របដៅ50ម៉ែត្របាទក៏លក់ធូរទេ16,000បាទហើយកាត់ប្លង់រកឲ្យមើលរួចមកណាប្លង់នៅរួចអញ្ចឹងបងប្អូនចង់ជួបម្ចាស់ដីផ្ទាល់ក៏បានដែរបងណាបាទហើយម្ចាស់ដីគាត់គឺនៅខាងនេះទេបាទនៅបាញ់លូទេបាទគាត់ឲ្យខ្ញុំជួយធ្វើទៅឲ្យលួយគាត់ហើយដីនេះសារដីនេះគាត់ដាំនេះបាទគាត់ដាំចេកហើយបើយើងឃើញព្រៃណាឃើញព្រៃមកដើមមើលនេះមកដើមមើលជុំដីគាត់នេះដោយសារដីគាត់នេះគាត់ដាំចេកណាដាំចេកតែអញ្ចឹងហើយឃើញព្រៃអត់ព្រៃហ្នឹងបាទដីស្អាតដីស្អាតល្អបាទមកផ្ទះគេនៅក្រោយអញ្ចឹងបងប្អូនត្រូវការដីលក់ធូរទេបាទពីមុនក៏លក់20,000បាទ20,000ប៉ុន្តែឥឡូវនេះលក់បញ្ចុះតម្លៃពិសេសបាទតម្លៃតែ16,000ទេកាត់ប្លង់រឹងឲ្យ100បងប្អូនណាបាទនេះឲ្យចូលក្នុងគេនេះគឺជាភេទដីណាបងដីឡូនេះដោយសារអត់ទាន់មានផ្ទះបងប្អូនមកនៅចាបាទនោះដីសិននោះទីគាត់នោះបាទអញ្ចឹងជាក់ថាថ្មីក្បាលដីហ្នឹង20ម៉ែត្របដៅហ្នឹងគឺ50ម៉ែត្របងណាបាទ50ម៉ែត្របាទទីទៀតខ្ញុំថតលើមើលបើពីផ្ទះបងប្អូនផ្ទះដូចជុំវិញហ្នឹងនោះឃ្លាំងជាប់នឹងជាប់នោះឃ្លាំងជាប់បាទឃ្លាំងចឹងបងត្រូវការដីអាចចាក់ទាំងបានបាទហើយធូរទេបងណាបាទ20ម៉ែត្របដៅ50ម៉ែត្រហ្នឹងគឺលក់16,000កាត់ប្លង់រងឲ្យ100បងប្អូនណាបាទត្រូវការទាំងបានបាទអរគុណតម្លៃតែ1លានទេបាទ1លានណា1លានអត់មានចកេះបងណាមានតែលមទេអត់មានចកេះទេ1លានហ្នឹងចឹងបងប្អូនត្រូវការលមអាចមើលបានតាំងខ្ញុំនៅខាងផ្សារបាយលូងនៅត្រង់ខេត្តកំពង់ចាមបងប្អូនណាបាទចិត្តតិចគឺអត់មានចកេះទេមានតែលម